នេះគឺជាទ្រុងខាងក្រៅបងប្អូនទ្រុងខាងក្រៅយើងស្រាប់ដាក់ឲ្យវាស៊ីស្មៅពេលថ្ងៃណាហើយខែនេះខែទឹកយើងច្រូតស្មៅឲ្យស៊ីធម្មតានេះយើងដាក់តែពេលព្រឹកអីចឹងដាក់ចំបើងឲ្យវាស៊ីដោយសារតែពេលព្រឹកយើងចងវាមកព្រឹកទៅថ្ងៃឡើយយើងដេញទៅមើលដល់ពេលខែទឹកចឹងវានៅផ្ទះមួយថ្ងៃវល់ល្ងាចបងប្អូនខែទឹកចឹងហត់ដោយសារវានៅផ្ទះមួយថ្ងៃវល់ល្ងាចស៊ីស្មៅនៅផ្ទះច្រូតស្មៅវាស៊ីផងដាក់ទឹកឲ្យវាហើយយើងត្រូវលើកអីកូលើកអីច្រើនចឹងណាហើយនេះទ្រុងខាងក្នុងយើងដឹកពីនោះមកយើងមកចងក្នុងផ្ទះយើងវិញបងប្អូនសុកខ្ញុំគេធ្វើអញ្ចឹងខាងតកែវផ្ទះណាក៏អញ្ចឹងដែរបងប្អូនទ្រុងខាងក្នុងហើយមានពូលភ្លើងចាពូលភ្លើងនោះពូលភ្លើងហ្នឹងពូលភ្លើងមិនមែនពូលភ្លើងធម្មតាទេពូលភ្លើងនោះពូលភ្លើងមូសទៀតដោយសារយើងដាក់ហ្នឹងទៅមូសអត់សូវខាំទេវាមានមូសប៉ុន្តែវាអត់សូវខាំហើយនេះខ្ញុំដល់មកលើអេកូទៀតបងប្អូនទៅបានលើអេកូជាធម្មតាលើកពេលព្រឹកតែនេះរៀងរវល់ទៅថ្ងៃអត់បានលើកបងប្អូនធម្មតាខ្ញុំលើកពេលព្រឹកហើយនេះខាងក្នុងនេះមានទ្រុងមួយទៀតសម្រាប់ដាក់ឲ្យចំបើងឲ្យស៊ីនៅពេលយប់ក្រៅក៏មានក្នុងក៏មានចាមានទ្រុងក្រៅទៅក្នុងហើយលើកអេកូរាល់ថ្ងៃបងប្អូនយើងចាក់សាបចាក់អីវាអញ្ចឹងដែរបងប្អូនហើយលើកអេកូរៀងរាល់ថ្ងៃអញ្ចឹងទៅបោសសម្អាតវារាល់ថ្ងៃបងប្អូនខាងខ្ញុំអ្នកខាងលើឃើញគាត់ចិញ្ចឹមគោគាត់អត់ដែរលើកអេកូបោអីទេតែខាងនេះគឺយើងត្រូវអញ្ចឹងបងប្អូនលើកវាទៅចាក់ម្ដុំអ្នកខ្លះទៅគាត់ហាលតែសម្រាប់ខ្ញុំចាក់គោម្ដុំអញ្ចឹងបងប្អូនមួយឆ្នាំអញ្ចឹងទៅមិនដឹកទៅចាក់ស្រែម្ដងហើយនេះសកម្មភាពលើកអេកូបងប្អូននេះកើមនេះធ្វើពីខាងថ្នោតទេបងប្អូននេះបកាយើងកើដាក់ពេញចឹងណាហើយនេះទ្រុងក្នុងទ្រុងខ្ញុំនេះបែកបាក់មកអស់ហើយបងប្អូនកាលមុនយើងចាក់សាបស្អាតដែរតែវាឥឡូវនៅកន្លែងសាបស្អាតនោះហើយឥឡូវវាបែកអស់ខ្លះវារៀងវល់តិចណាស់វាទ្រុងផ្ទះខ្លះផ្ទះផ្សេងទៀតចឹងទៅទ្រុងគាត់ស្អាតជាងនឹងដោយសារតែគាត់ចាក់សាបស្អាតចឹងណាចាអរគុណបងប្អូននេះជាការចិញ្ចឹមកូននៅខាងតកែវបងប្អូនហើយបងប្អូនមើលវីដេអូហើយបងប្អូនចូលចិត្តអាចចុច Subscribe មួយខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតការចិញ្ចឹមកូននៅស្រុកខ្ញុំហ្នឹងគាត់សូវមានពេលធ្វើដែរបងប្អូនធ្វើបានតិចតួចចិញ្ចឹមគោបែបហ្នឹងល្អបងប្អូនដោយសារវាហត់ប៉ុន្តែកន្លែងចិញ្ចឹមគោស្អាតហើយទៅស្រុកលើវិញគេចិញ្ចឹមគោអត់ដែរលើកអាចគោលើកអីចឹងទៅមើលទៅបាក់មើលបងប្អូនវាត្រូវការដេកអីយើងដែរអញ្ចឹងបោសសម្អាតស្អាតបើសិនជាយើងចាក់សាបបានស្អាតយើងអាចលាងទឹកទៅនេះនៅជាប់កន្លែងដេកនេះតែអត់ឆ្អាបអីទេបងប្អូននេះខ្ញុំអត់ទាន់បោសហើយទេបើយើងបោសស្អាតហេតុអីទេស្អាតអរគុណចាសម្រាប់អ្នកមើលវីដេអូចាអរគុណច្រើនសូមជួយ Subscribe ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីតាមដានបន្តជំរាបលាចា